អស់រយៈពេលជាង20ឆ្នាំមកហើយដែលកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលហើយមានដឹកនាំនយោបាយខ្មែរគ្រប់គណៈបកបានព្រមព្រៀងគ្នាថានឹងដឹកនាំប្រទេសមួយនេះឲ្យដើរតាមគន្លងនីតិរដ្ឋប្រជាធិបតេយ្យឯករាជ្យអធិបតេយ្យភាពក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រអ្វីជាខ្នាតគោលសំខាន់នោះគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដែលមានអន្តរជាតិជាអ្នកជួយដឹងឮផងក្នុងរឿងនេះក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានសង្កេតឃើញថាការដឹកនាំសង្គមបច្ចុប្បន្ននេះកំពុងតែរសាត់ឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាពនិងពុំទាន់ដើរចំគន្លងនីតិរដ្ឋនោះទេចំណុចសំខាន់ដែលពួកគាត់ងាយនឹងមើលឃើញនោះមានជាអាចប្រទេសមានច្បាប់ក៏ប៉ុន្តែកត្តាសំខាន់ច្បាប់នោះពុំត្រូវបានគេអនុវត្តឲ្យបានត្រឹមត្រូវឬអនុវត្តពុំបានស្មើមុខគ្នារវាងអ្នកមាននិងអ្នកក្រនោះឡើយសប្តាហ៍នេះបើសិនជាតាមពួកខ្ញុំយល់ឃើញគឺប្រទេសកម្ពុជាមិនទាន់មានការគោរពច្បាប់ឲ្យបានពេញលេញសម្រាប់ពួកខ្ញុំជាអ្នករងគ្រោះទេតែបើសិនជាចំពោះអ្នកមានលុយនិងអ្នកមានអំណាចមើលទៅគឺជាក់ស្ដែងគឺគាត់គោរពបានល្អតែចំពោះអ្នករងគ្រោះអ្នកមានបញ្ហាដីធ្លីភាគច្រើនគឺអត់ដែលមានភាពយុត្តិធម៌សម្រាប់ឲ្យពួកខ្ញុំចា៎តាមពិនិត្យជាក់ស្ដែងមន្ត្រីមួយចំនួនថ្នាក់ក្រោមថ្នាក់លើមួយចំនួនដែលគាត់មិនគោរពច្បាប់វាកើតឡើងអំពីពុកអលួយអ្នកមានអំណាចអ្នកមានលុយមិនគោរពដោយច្បាប់អាងទឹកប្រាក់អាងអំណាចណាមានលេសយកប្រព័ន្ធតុលាការយកមកគៀបសង្កត់លើជនក្រីក្រនេះជាក់ស្ដែងយករឿងខុសជាត្រូវយករឿងសជាខ្មៅក្នុងប្រទេសកម្ពុជាខ្ញុំជឿថាអត់គោរពច្បាប់រដ្ឋាភិបាលនិយាយតែមាត់ប៉ុន្តែមិននិយាយឲ្យការពិតជាមួយប្រជាពលរដ្ឋទេនីតិរដ្ឋមានន័យថារដ្ឋប្រទេសឬនគរមួយដែលប្រកាន់យកគោលការណ៍ច្បាប់ជាធំស្នូលសំខាន់នៃនីតិរដ្ឋគឺច្បាប់ហើយច្បាប់នោះត្រូវតែតាក់តែងឡើងសម្រាប់ផលប្រយោជន៍រួមក្នុងសង្គមហើយអនុវត្តឲ្យមានតម្លាភាពជនគ្រប់រូបត្រូវស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នាហើយត្រូវអនុវត្តឲ្យបានស្មើភាពគ្នាដោយមិនរើសអើងចំពោះបុគ្គលឬភាគីណាមួយឡើយជាមួយគ្នានោះដែរតុលាការត្រូវតែជាសសរទ្រូងសំខាន់ក្នុងការទ្រទ្រង់ឲ្យមាននីតិរដ្ឋប៉ុន្តែទាល់តែតុលាការនោះឬចៅក្រមនិងព្រះរាជអាជ្ញាត្រូវមានជំហរឯករាជ្យប្រកាន់នៅវិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវល្អតាក់ទងនឹងបញ្ហានេះលោកបណ្ឌិតឡៅម៉ុងហៃអ្នកវិភាគឯករាជ្យបានសង្កេតឃើញថាកម្ពុជាបច្ចុប្បន្ននៅមិនទាន់អាចនិយាយបានថាជាប្រទេសនីតិរដ្ឋនោះបានទេបញ្ហានេះដោយសារគេសង្កេតឃើញគោលនយោបាយរបស់អ្នកដឹកនាំដែលជំរុញឲ្យគោរពច្បាប់មានតែរូបរាងប៉ុន្តែការអនុវត្តនៅមានចំណុចខ្វះខាតច្រើនដូចជាការតាក់តែងច្បាប់មួយចំនួនធ្វើឡើងពុំមានតម្លាភាពដោយមានការកេងចំណេញនិងមានចរិតនយោបាយច្រើនជាងការស្វែងរកយុត្តិធម៌សម្រាប់សង្គមជាតិទាំងមូលចំពោះការផ្សព្វផ្សាយច្បាប់ឲ្យពលរដ្ឋឬសាធារណជនបានដឹងនោះក៏នៅមានកម្រិតទាបដែររីឯប្រព័ន្ធតុលាការវិញក៏កំពុងស្ថិតនៅក្រោមសម្ពាធនយោបាយដែលមិនទាន់អាចឲ្យប្រជាពលរដ្ឋជឿទុកចិត្តបានឡើយដូចយើងសប្តាហ៍នេះគឺយើងឃើញហើយតុលាការហ្នឹងគឺរឿងចាប់គុំខាងនេះគឺបើយើងអ្នកទូតានេះគឺចាប់គ្រប់ដាក់គុំខាងទៅដល់ហើយអ្នកធំនេះគឺខ្លួនទៅដូចជាកាត់នៃជុំវិញនៃចេញទៅក្រៅគុំមិនសិនតែឲ្យក៏រួចខ្លួនអាហ្នឹងគឺមិនមែនជាដែលនេះទេប្រទេសជាតិមួយដែលអាចអភិវឌ្ឍឆាប់រហ័សទៅបានអាស្រ័យដោយមានយុត្តិធម៌សង្គមនិងមានអ្នកដឹកនាំប្រកាន់នៅនីតិរដ្ឋអ្នកវិភាគឯករាជ្យមួយរូបទៀតគឺលោកបណ្ឌិតសុកទូចមានប្រសាសន៍ដែរថាសប្តាហ៍រដ្ឋាភិបាលបានបង្ហាញថាកំពុងអនុវត្តគោលនយោបាយរបស់ខ្លួនដោយដើរលើផ្លូវនីតិរដ្ឋប៉ុន្តែធៀបពិតពុំទាន់អាចធ្វើឲ្យមាននីតិរដ្ឋបានទេលោកបានលើកហេតុផលខ្លះៗមកបង្ហាញថាអ្វីដែលមិនទាន់អនុវត្តតាមនីតិរដ្ឋបានដោយសារប្រព័ន្ធយុត្តិធម៌មិនទាន់ឯករាជ្យពេញលេញការអនុវត្តច្បាប់ពុំទាន់មានតម្លាភាពប្រព័ន្ធគ្រប់គ្រងរដ្ឋនៅតែមានអ្នកខ្លាំងអ្នកមានអំណាចគៀបសង្កត់អ្នកទន់ខ្សោយនៅតែមានខ្សែស្រឡាយបកពួកនិយមព្រមទាំងមានធាតុផ្សំជាច្រើនទៀតដែលមិនទាន់អាចឲ្យប្រទេសនេះក្លាយជាប្រទេសនីតិរដ្ឋបានយើងឃើញហើយសប្តាហ៍នេះប្រព័ន្ធនីតិធម៌យើងឃើញមានអ្នកខ្លះទៅចាប់ភ្លាមអាចកាត់ទោសភ្លាមអ្នកខ្លះទៅនៅទុកវែងយូរខុសអញ្ញាជកាយនៃការប្រតិបត្តិជាឬក៏កាត់ទោសឬការកាត់ក្តីហ្នឹងបើទោះជាមានការលើកឡើងបែបនេះក្តីក៏មន្ត្រីរដ្ឋាភិបាលតែងតែបដិសេធថារដ្ឋាភិបាលពុំបានដាក់សម្ពាធណាមួយទៅលើប្រព័ន្ធយុត្តិធម៌ឬតុលាការនោះទេតុលាការកំពុងធ្វើការងាររបស់ខ្លួនដោយអនុលោមទៅតាមច្បាប់និងវិជ្ជាជីវៈលោកផៃស៊ីផានរដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកមានប្រសាសន៍បញ្យល់ថានីតិរដ្ឋមិនអាចកើតមានពីការសុបិនឬជាការប្រទានពីព្រះមកនោះទេនីតិរដ្ឋ
គឺការចេញពីមហាជនរបស់រដ្ឋមួយរួមទាំងប្រជាជនដែលស្ថិតនៅក្នុងរង្វង់នៃរដ្ឋាភិបាលដែលជាអ្នកអនុវត្តនិងជាអ្នកបង្កើតច្បាប់រហូតដល់ប្រជាពលរដ្ឋដែលជាអ្នកប្រតិបត្តិច្បាប់ដោយពុំមានអ្នកណាមួយដែលឈរពីចម្ងាយជាអ្នកចង្អុលប្រាប់ក្រៅពីអ្នកចូលរួមនេះទេលោកបន្តថាចំពោះអេរយាប័តរបស់រដ្ឋាភិបាលថ្មីនេះបានធ្វើកំណែតម្រង់ប្រព័ន្ធច្បាប់ជាច្រើនជាពិសេសលើស្ថាប័ននៃអង្គចៅក្រមយើងឃើញយ៉ាងហោចណាស់18ចៅក្រមដែលទើបតែបានទៅចប់វឹកវើតបទីដែលជាចៅក្រមវិជ្ជាជីវៈខាងផ្នែកពាណិជ្ជកម្មហើយទទួលបានបន្តទៅការសិក្សាទៀតនៅទីអូស្ត្រាលីហើយយើងឃើញមានដតទីច្រើនតទៀតច្បាប់ដែលពាក់ព័ន្ធនឹងថាដែលអ្វីដែលក្នុងប្រព័ន្ធយុតិធធនៅពីទៅទៀតឬក៏បែបទៅទៀតនឹងចេញមួយទៀតដើម្បីពង្រឹងឲ្យស្ថាប័នយុតិធធយើងឃើញពីមួយថ្ងៃប្រជាជាតិមិនមែនតែកម្ពុជាទេប្រជាជាតិដទៃទៀតជួបនឹងបញ្ហាក៏ដូចយើងដែរដូច្នេះមិនមែនបញ្ហានឹងទុកចោលយើងដោះស្រាយតាមប្រព័ន្ធយើងមិនមែនដោះស្រាយតាមរយៈការដែលប្រតិកម្មប្រច្រាស់នឹងសាច់រឿងនោះទេដូច្នេះការដឹកនាំសុខជំនិតរដ្ឋត្រូវមានប្រព័ន្ធច្បាប់មួយដែលទទួលគ្រប់គ្រងនៅក្នុងការដោះស្រាយនេះឯងបាទតែទោះយ៉ាងណាលោកទទួលស្គាល់ថានៅក្នុងសង្គមមនុស្សគ្មានប្រទេសណាមួយមាននីតិរដ្ឋពេញលេញរាប់ទាំងកម្ពុជាផងចំណែកលោកបណ្ឌិតឡាវម៉ុងហៃវិញលោកយល់ឃើញថាការកែតម្រង់ប្រព័ន្ធច្បាប់ជារឿងមួយប៉ុន្តែការកែតម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋក៏ជារឿងមួយសំខាន់ដែរដើម្បីឲ្យប្រទេសជាតិមួយមាននីតិរដ្ឋលោកសង្កេតឃើញថាប្រព័ន្ធដឹកនាំរដ្ឋសពថ្ងៃកំពុងមានភាពច្របូកច្របល់គ្នារវាងគណៈបកនយោបាយនិងរដ្ឋាភិបាលរហូតធ្វើឲ្យមានការពាក់ព័ន្ធដល់តួនាទីរបស់មន្ត្រីរាជការតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមភាគច្រើនបានចូលជាបេក្ខជនរបស់គណៈបកនយោបាយហើយបានបម្រើបកនយោបាយច្រើនជាងបម្រើប្រជាពលរដ្ឋហ្នឹងដែលប្រព័ន្ធរដ្ឋបាលហ្នឹងជាប្រព័ន្ធដែលត្រួតត្រាប្រជាពលរដ្ឋដែរបាទមានការគៀបសង្កត់អីចឹងទៅពីថ្នាក់លើរហូតទៅដល់ថ្នាក់មូលដ្ឋានដល់ភូមិដល់អីហ្នឹងចា៎ព្រោះតុលាការសប្តាហ៍នេះគឺដូចគេនិយាយច្រើនហើយគឺដូចជាប្រើប្រាស់ជាឧបករណ៍ដើម្បីគៀបសង្កត់ដែរបាទដាក់ទណ្ឌកម្មដល់អ្នកណាដែលប្រឆាំងឬក៏អ្នកណាដែលទៅទានអញ្ចឹងទៅតើតើនឹងបញ្ហានេះគម្រោងយុត្តិធម៌ពិភពលោកក៏បានសរសេរលម្អិតនៅក្នុងរបាយការណ៍របស់ខ្លួនប្រចាំឆ្នាំ2012ថាកម្ពុជាកំពុងធ្លាក់ចុះនៅការគោរពច្បាប់និងការបោះជំហានឆ្ពោះទៅរកនីតិរដ្ឋអ្នកវិភាគបញ្ហាសង្គមមើលឃើញដែរថាកម្ពុជានៅមានឧបសគ្គច្រើនក្នុងការទាញឲ្យទៅជាប្រទេសមួយមាននីតិរដ្ឋពេញលេញពីព្រោះស្ថាប័នឯករាជ្យមួយចំនួនដូចជាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្រុមប្រឹក្សាធម្មនុញ្ញតុលាការជាដើមដែលជាសសរទ្រូងជ្រោងឲ្យនីតិរដ្ឋងើបឡើងបាននោះពុំទាន់មានឱកាសគ្រប់គ្រាន់ក្នុងការពង្រឹងសមត្ថភាពជំនាញឲ្យខ្លាំងនិងឈរឯករាជ្យដោយខ្លួនឯងបាននៅឡើយខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំ